សមាគមសារព័ត៌មានសុក្រិតបើកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ Google Meet តម្រង់ទិសសមាជិកឲ្យអនុវត្តតាមច្បាប់និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានរាជធានីភ្នំពេញលោកនួននីប្រធានសមាគមសារព័ត៌មានសុក្រិតបានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Google Meet ដើម្បីតម្រង់ទិសអ្នកសារព័ត៌មានដែលជាសមាជិកទាំងអស់កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅនាល្ងាចថ្ងៃច័ន្ទ8កើតខែបឋមស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី22ខែមិថុនាឆ្នាំ2026កិច្ចប្រជុំនេះផ្ដោតសំខាន់លើការរំលឹកនិងណែនាំដល់សមាជិកសមាគមឲ្យបង្កើនការយកចិត្តទុកដាក់និងគោរពយ៉ាងម៉ឺងម៉ាត់នៅច្បាប់ស្តីពីរបបសារព័ត៌មានដើម្បីធានាថាការចុះផ្សាយព័ត៌មានស្របតាមក្របខ័ណ្ឌច្បាប់នៃប្រជាណាចក្រកម្ពុជាធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដើម្បីពង្រឹងគោលជំហរនិងគោលការណ៍គ្រឹះនៃវិជ្ជាជីវៈក្រមសីលធម៌អ្នកសារព័ត៌មានដើម្បីរក្សាបាននូវភាពត្រឹមត្រូវយុត្តិធម៌សុក្រិតភាពនិងការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជៀសវាងការផ្សាយព័ត៌មានដែលបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានការយល់ច្រឡំឬព័ត៌មានคล้ายៗក្នុងឱកាសនោះលោកនួននីបានគូសបញ្ជាក់ថាការប្រកបវិជ្ជាជីវៈដោយមានការទទួលខុសត្រូវនិងគោរពច្បាប់ស្តីពីរបបសារព័ត៌មានគឺជាកត្តាស្នូលដែលជួយលើកកម្ពស់កិត្យានុភាពរបស់ស្ថាប័នសារព័ត៌មានក៏ដូចជាសមាគមទាំងមូលលោកក៏បានជំរុញឲ្យអ្នកសារព័ត៌មានទាំងអស់ខិតខំផលិតព័ត៌មានដែលមានខ្លឹមសារផ្ដល់ចំណេះដឹងនិងប្រយោជន៍ដល់សាធារណជនស្របតាមទិសដៅរបស់សមាគមសារព័ត៌មានសុក្រិតកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ Google Meet នេះបានបញ្ចប់ទៅដោយបរិយាកាសយោគយល់និងការបដិញ្ញាចិត្តរួមគ្នាពីសំណាក់សមាជិកដើម្បីចូលរួមចំណែកអភិវឌ្ឍលើវិស័យសារព័ត៌មានឲ្យកាន់តែមានគុណភាពនិងវិជ្ជាជីវៈអ្នកសារព័ត៌មានសារព័ត៌មានខ្មែរសុក្រិតព័ត៌មានពិតសុក្រិតយុត្តិធម៌រហ័សទាន់ចិត្តគ្រប់ពេលវេលាគ្រប់ទីកន្លែង